លោកយាយម្នាក់នេះស្រាប់តែដឹងខ្លួនថាពេលវេលារបស់គាត់នៅសល់មិនច្រើនទៀតទេដូច្នេះហើយគាត់ក៏បានយកមានអាយុ6ឆ្នាំនិងមានបញ្ហាបញ្ញាទៅលោកចៅនៅចាំលោកគាត់សង្ឃឹមថាចៅប្រុសអាចចិញ្ចឹមជីវិតខ្លួនឯងបានតាមរយៈការលក់តែបន្ទាប់ពីលោកយាយចាក់ចេញទៅអាដេបែរជាអង្គុយសើចម្នាក់ឯងយ៉ាងល្ងងខ្លៅនៅទីនោះដោយមិនខ្វល់ខ្វាយពីកាសែតនៅលើដីតតែសោះពេលនោះអ្នកមីងទី5ដែលលក់ផ្លែឈើនៅក្បែរនោះក៏ចាប់ផ្ដើមស្រែកហៅមួយផ្លែឈើស្រស់ប៉ោមផ្លែភៀផ្លែពេះត្រសក់ស្រូវប៉ោមផ្លែភៀផ្លែពេះត្រសក់ស្រូវចានឹកស្មានមិនដល់ថាបន្ទាប់ពីអាដេរហើយក៏ស្រែកតាមដែរប៉ោមផ្លែភៀផ្លែពេះត្រសក់ស្រូវចាឃើញអាដេដែលមើលទៅល្ងងបែបនេះអ្នកមីងទី5ក៏ទប់សំណើចមិនបាននឹកស្មានមិនដល់ថាសំឡេងស្រែករបស់អាដេកាន់តែខ្លាំងទៅជាលទ្ធផលវាពិតជាបានតាក់ទាញភ្ញៀវឲ្យមកមុនពេលចាក់ចេញគាត់មិនភ្លេចលូកដៃសុំលុយពីអ្នកដទៃឡើយសម្លឹងមើលក្រដាសប្រាក់ដែលខ្លួនរកបានអាដៃក៏សើចម្នាក់ឯងមិនឈប់ចំណែកឯលោកយាយដែលលាក់ខ្លួននៅមិនឆ្ងាយបានឃើញទិដ្ឋភាពនេះលើផ្ទៃមុខក៏បង្ហាញស្នាមញញឹមយ៉ាងកក់ក្ដៅទើបគាត់អស់បារម្ភហើយត្រឡប់ទៅផ្ទះធ្វើម្ហូបតាមផ្លូវជួបអ្នកណាក៏អួតពីចៅប្រុសរបស់គាត់ដែរប្រាប់អ្នករាល់គ្នាទៅចុះអាដៃនៅផ្ទះយើងនឹងគ្មានអ្នកបង្រៀនសោះតែគេចេះលក់កាសែតបាត់ទៅហើយពិតជាល្អណាស់បែបនេះហើយអាដៃបានអង្គុយហាលថ្ងៃពេញមួយថ្ងៃកាសែតត្រូវបានលក់អស់មួយច្បាប់ហើយមួយច្បាប់រហូតដល់ពេលល្ងាចអាដៃផឹកទឹកអស់រលីងកាសែតក៏ស្ទើរតែលក់អស់ដែរពេលនោះមីងនៅផ្ទះក្បែរខាងកំពុងរៀបចំអីវ៉ាន់ត្រឡប់ទៅពេលអាដៃឃើញបែបនេះទើបដឹងថាដល់ពេលត្រូវទៅផ្ទះញ៉ាំបាយហើយដូច្នេះហើយគាត់ក៏ប្រញាប់ប្រញ័រច្រកកាសែតចូលក្នុងកាបូបបន្ទាប់មកគាត់ក៏ដើរតាមពីក្រោយស្អិតដូចស្រមោលតាមពីក្រោយមីង5ប្រញាប់ប្រញ័រទៅផ្ទះទាំងញឹមយ៉ាងឆាប់ពេលដើរកាត់ហាងលក់ទំនិញតូចមួយបន្ទាប់ពីអ្នកជិតខាងដឹងថាអាដេរកលុយបានចង់ឲ្យគេប៉ៅស្រាពេលអាដេរឿងលុយក៏រៀនធ្វើជាឆ្លាតហើយបែរខ្លួនរត់ចេញទៅបាត់ពេលអាដេត្រឡប់មកដល់ផ្ទះលោកយាយក៏ប្រញាប់ដាក់ការងារក្នុងដៃចុះហើយដើរមកទទួលភ្លាមនេះជាលើកដំបូងដែលអាដេចាក់ចេញពីលោកយាយយូរយ៉ាងនេះបន្ទាប់មកលោកយាយក៏ដឹកដៃអាដេទៅញ៉ាំបាយដើម្បីអបអរសាទរថ្ងៃដំបូងនៃការធ្វើការរបស់អាដេលោកយាយបានធ្វើមីពងទីជាមួយប៉េងប៉ោះដែលអាដេចូលចិត្តបំផុតមើលទៅអាដេញ៉ាំយ៉ាងតក់ក្រហល់លោកយាយមានចិត្តអាណិតក៏យកមីក្នុងចានរបស់ខ្លួនចាក់ឲ្យអាដេទាំងអស់ប៉ុន្តែនៅពេលនោះឯងស្រាប់តែអាដេដាក់ចាននឹងចង្កឹះចុះរួចក៏យកលុយដែលរកបានពីការលក់ដែលខ្លាំងរកឲ្យលោកយាយទាំងអស់អូយច្រើនណាស់នឹងអូយអាដៃចេះធ្វើស្រែហើយហានេះលោកយាយមិនដែលរំពឹងថាអាដៃអាចរកលុយបានច្រើនបែបនេះទេគ្រាន់តែសង្ឃឹមថាអាដៃអាចរស់នៅដោយខ្លួនឯងបាននៅថ្ងៃអនាគតលោកយាយដឹងថាអាដៃចូលចិត្តញ៉ាំស្ករគ្រាប់គាត់បានរត់ទៅហាងលក់ទំនិញទាំងយប់ហើយបានទិញឲ្យអាដៃយ៉ាងច្រើនក្នុងពេលតែមួយប្រហែលជាគាត់បានដឹងខ្លួនហើយប្រហែលជាលើកចុងក្រោយហើយដែលបានទិញស្ករគ្រាប់ឲ្យចៅប្រុសលុះដល់ថ្ងៃបន្ទាប់ដោយមានការកំណត់ពីលោកយាយអាដៃបានចេញទៅលក់កាសែតតាមដងផ្លូវហើយបានពឹងពាក់មីងវូដែលនៅក្បែរនោះឲ្យជួយមើលថែអាដៃផងនៅពេលដែលមីងវូឃើញអាដៃមានសភាពឈួតបែបនេះគាត់ក៏ចាប់ផ្ដើមសួរថាតើមានរឿងអ្វីកើតឡើងលោកយាយស្រាប់តែមានអារម្មណ៍ខ្លោចចិត្តក្មេងម្នាក់នេះគឺជាក្មេងដែលប្តីរបស់ខ្ញុំរើបានមកការរើបានមកដំបូងគេជាក្មេងល្អណាស់លុះដល់ពេលគេអាយុបាន3ឆ្នាំក៏ស្រាប់តែឃើញជើងរបស់ក្មេងនោះដើរមិនសូវមានកម្លាំងហើយក៏មិនចេះនិយាយដែរក៏បញ្ជូនទៅមន្ទីរពេទ្យខាងមន្ទីរពេទ្យប្រាប់ថានេះជាជំងឺពីកំណើតបន្ទាប់ពីវូសិនបានដឹងពីប្រវត្តិរបស់អាដេអារម្មណ៍អាណិតអាសូរក៏កើតឡើងក្នុងចិត្តបន្ទាប់មកលោកយាយបន្តថាទោះបីជាអាដេរៀងភ្លើបន្តិចមែនប៉ុន្តែគេដឹងក្តីណាស់ការលោកតាចិត្តចែកឋានទៅអាដេចាប់ដៃលោកតារហូតមិនព្រមលែងតាមពិតគេដឹងច្បាស់ណាស់ថាបើលែងដៃពេលនេះនឹងមិនបានជួបលោកតាទៀតឡើយនិយាយដល់ត្រឹមនេះលោកយាយក៏ស្រក់ទឹកភ្នែកប្រសិនបើមានថ្ងៃនោះមែនខ្ញុំនឹងទៅជួបលោកតារបស់គេដូច្នេះហើយក៏បោះបង់ចោលក្រោមការផ្ដាំផ្ញើរបស់លោកយាយវូសិនក៏ចាប់ផ្ដើមអាណិតអាដេដែរនៅពេលថ្ងៃត្រង់អាដេត្រូវកម្ដៅថ្ងៃរហូតបែកញើសជោគក្បាលបន្ទាប់ពីវូសិនបានខំប្រាប់ឲ្យគាត់ប្រញាប់មកជ្រកក្រោមឆ័ត្ររបស់ខ្លួនប៉ុន្តែអាដេខ្លាចបង្កការលំបាកដល់វូសិននៅតែមិនព្រមវូសិនមិននឹកស្មានថាអាដេជាមនុស្សស្មោះត្រង់បែបនេះទេដូច្នេះហើយគាត់ក៏បានលើកឆ័ត្ររបស់ខ្លួនទៅកាន់ទូបរបស់អាដេបន្ទាប់មកក៏លើកកៅអីមកអង្គុយជ្រកក្រោមលោកជាមួយអាដេស្នាមញញឹមបានលេចឡើងនៅលើផ្ទៃមុខដ៏ក្រហមព្រឿងរបស់អាដេសប្បាយចិត្តរហូតរំរែកប៉ុន្តែនៅពេលដែលអ្នកទាំងពីរកំពុងតែសប្បាយចិត្តទោះជាយ៉ាងណាក៏ដោយស្របពេលនោះដែរស្រាប់តែមានក្មេងខូចពីរនាក់បានមកដល់កន្លែងរបស់វូសិនតូបពួកគេបានយកប៉ោមពីរផ្លែរួចបំរុងនឹងចាក់ចេញទៅឃើញដូច្នោះអាដេក៏ស្ទុះទៅខាត់ភ្លាមនឹកស្មានមិនដល់ថារពើពីរនាក់បានឃើញថាអាដៃមិនចេះនិយាយដូច្នេះក្មេងទាំងពីរនាក់នោះក៏បានលេងសើចចំអកឲ្យអាដៃវូសិនមើលទៅមានអារម្មណ៍ខ្លោចចិត្តណាស់ប្រញាប់គ្រវីដៃប្រាប់អាដៃថាកុំអីប៉ុន្តែអាដៃនៅតែមិនព្រមបោះបង់ឡើយនៅពេលដែលគាត់ហុចផ្លែប៉ោមត្រឡប់ទៅក្នុងដៃរបស់អ៊ូសិនវិញគាត់ក៏មិនភ្លេចជូតវាឲ្យស្អាតដែរអ៊ូសិនសម្លឹងមើលផ្លែប៉ោមដែលអាដៃហុចឲ្យអារម្មណ៍កក់ក្ដៅដែលមិនអាចរៀបរាប់បានក៏បានផុសឡើងក្នុងចិត្តភ្លាមហើយចាប់ពីពេលនេះទៅអ៊ូសិនបានសម្រេចថានឹងមើលថែអាដៃដូចជាកូនបង្កើតរបស់ខ្លួនយប់នោះអ៊ូសិនមិនបានទុកឲ្យអាដៃដើរតាមពីក្រោយទៀតទេប៉ុន្តែបានដើរទន្ទឹមគ្នាទាំងនិយាយទាំងសើចសប្បាយព្រមទាំងបានបង្រៀនអាដៃនៅបច្ចេកទេសធ្វើអាជីវកម្មផងដែរពេលគ្មានមនុស្សឯងសម្រាប់បន្តិចទៅពេលមានមនុស្សចាំឯងហើយយើងពេលឯងស្រែកឯងត្រូវស្រែកឈ្មោះកាសែតចេញមកបើឯងគ្រាន់តែស្រែកថាលក់កាសែតអ្នកណាដឹងថាឯងលក់កាសែតអ្វីទៅមីង5បណ្ដារទេបណ្ដាទាំងស្រែកហៅអាដៃថ្ងៃបន្ទាប់មីងចេញលក់ដូរតាំងពីព្រលឹមដូចសពដងប៉ុន្តែរងចាំយ៉ាងយូរក៏នៅតែមិនឮសំឡេងរបស់អាដៃមីង5ក៏ចាប់ផ្ដើមបារម្ភក្នុងចិត្តខណៈពេលដែលមីង5រៀបនឹងទៅមើលថាមានរឿងអ្វីកើតឡើងអាដៃក៏បានមកដល់ទាំងយឺតយ៉ាវបន្ទាប់ពីបានឃើញអាដៃហើយទើបមីង5បានធូរចិត្តគ្រាន់តែលើកនេះលើកផ្ទៃមុខរបស់គេគ្មានស្នាមញញឹមតតែសោះពេលលក់កាសែតអាដៃហាក់ដូចជាភ្លេចខ្លួនដូចជាមនុស្សបាត់ព្រលឹមមីង5សួរគេថាមានរឿងអ្វីកើតឡើងប៉ុន្តែអាដៃនៅតែមិនព្រមហាប់មាត់និយាយមីង5ស្មានថាអាដៃមិនទាន់ស្វាងពីដេកដូចនេះក៏ជួយរៀបចំកាសែតចេញមកប៉ុន្តែអាដៃនៅតែមានចិត្តមិននៅនឹងខ្លួនមិនទាន់ដល់ពេលល្ងាចផងគេក៏ប្រមូលកាសែតរៀបចំត្រឡប់ទៅវិញមុនពេលចាក់ចេញគេបានដើរទៅតូបរបស់មីង5រួចយកប៉ោមពីរផ្លែដាក់លើជញ្ជីងមីង5ប្រាប់ឲ្យគាត់យកទៅញ៉ាំតែម្ដងទៅបន្ទាប់ពីសាកសួររួចមីងវូទើបដឹងថាតាមពិតគឺលោកយាយឈឺបន្ទាប់មកមីងវូក៏រើប៉ោមពីរ3ផ្លែទៀតឲ្យទៅអាដៃប៉ុន្តែនៅពេលដែលអាដៃបង់ប្រាក់មីងវូបែរជាមិនព្រមទទួលលុយឡើយប៉ុន្តែចុងក្រោយនៅតែចាញ់ការទូចរបស់អាដៃមីងវូក៏បង្ខំចិត្តទទួលយកក្រដាសប្រាក់ដែលមានតម្លៃតូចបំផុតទើបអាដៃអបប៉ោមចាក់ចេញទៅហើយលើកនេះគាត់មិនបានត្រឡប់ទៅផ្ទះទាន់ទេទុយទៅវិញគាត់បានតម្រង់ហាត់យកទំនិញតូចមួយដែលលោកយាយធ្លាប់នាំគាត់ដើម្បីទិញមីកំប៉ុងមួយព្រោះកាលពីក្មេងរាល់ពេលដែលគាត់ឈឺលោកយាយតែងតែចំណាយយ៉ាងសប្បុរសទិញមីកំប៉ុងឲ្យគាត់ញ៉ាំដើម្បីបំបត្តិការឃ្លានអាដៃគិតយ៉ាងឆាប់ក្នុងថាតែលោកយាយបានញ៉ាំមីកំប៉ុងជំងឺនឹងបានធូរស្រាលឡើងវិញបន្ទាប់ពីត្រឡប់ទៅដល់ផ្ទះអាដៃបានលាងផ្លែប៉ោមរួចយកទៅឲ្យលោកយាយប៉ុន្តែនៅពេលនេះលោកយាយសំបីតែនិយាយក៏គ្មានកម្លាំងដែរតើវាមានតម្លៃទេដែលត្រូវនឹកនេះអាដៃស្រឡាំងកាំងមួយផ្លែគាត់ក៏ខំមួយម៉ាត់រួចបញ្ចុកចូលក្នុងមាត់លោកយាយដោយសង្ឃឹមថាលោកយាយញ៉ាំហើយនឹងបានធូរស្រាលឡើងវិញមើលទៅអាដៃដែលដឹងក្តីលោកយាយទុកទឹកភ្នែកមិនបានគាត់មិនដាច់ចិត្តចាក់ចេញពីអាដៃឡើយប៉ុន្តែចុងក្រោយអ្វីមិនដូចបំណងឡើយអាដៃគិតក្នុងចិត្តថាបន្តិចទៀតឲ្យលោកយាយញ៉ាំមេកញ្ចក់គាត់ច្បាស់ជាឆាប់ជាសេះស្បើយមិនខានប៉ុន្តែលោកយាយបានលាចាក់លោកទាំងមិនទាន់បានញ៉ាំមីនៅឡើយនៅពេលដឹងដំណឹងថាលោកយាយបានចែកឋានទៅអ្នកជិតខាងទាំងអស់បានជួយរៀបចំបុណ្យសពយ៉ាងសកម្មនៅតាមផ្លូវជូនដំណើរលោកយាយជាលើកចុងក្រោយដូចជាដឹងថាទៅថ្ងៃមុខនឹងមិនបានជួបលោកយាយទៀតឡើយនៅលើផ្ទៃមុខលែងមានស្នាមញញឹមទៀតហើយគ្មាននរណាដឹងថាតើអាដៃពិតជាមានអារម្មណ៍សោកសៅដែរប៉ុន្តែហាក់ដូចជាពួកគេភ្លេចថាទោះបីជាអាដៃមានជំងឺខួរក្បាលក៏ដោយក៏មានមនោសញ្ចេតនាដែរអ្វីដែលអាដៃមិនចេះតែមួយមនុស្សដឹងពីរបៀបបញ្ចេញអារម្មណ៍មកក្រៅនៅពេលយប់មីង
ងដែលនៅផ្ទះចិត្តខាងបានអញ្ជើញអាដេទៅញ៉ាំបាយនៅផ្ទះគាត់បានរៀបចំម្ហូបដែលអាដេចូលចិត្តពេញមួយទៅយ៉ាងពិសេសប៉ុន្តែគាត់បែរជាអង្គុយថ្មឹងនៅមុខតបាយមិនកម្រើកសោះមួយសន្ទុះក្រោយមកអាដេក៏ស្រាប់តែសាយយ៉ាងខ្លាំងបន្ទាប់មកក៏ចាប់កាន់ចាននិងចង្កេះញ៉ាំបាយយ៉ាងតក់ក្រហល់ពីព្រោះគាត់នឹកឃើញពាក្យផ្ដាំផ្ញើរបស់លោកយាយកាលពីមុនមិនថាអារម្មណ៍មិនល្អយ៉ាងណាក៏ដោយក៏ត្រូវញ៉ាំបាយឲ្យទៀងពេលដែរពេលឃើញអាដេញ៉ាំបាយមីងវងក៏អស់បារម្ភដែរប៉ុន្តែបន្ទាប់មកសម្ដីរបស់មីងវងបែរជាដូចរន្ទះបាញ់កណ្ដាលវាអាដេឲ្យឬមួយក៏ទៅមណ្ឌលកុមារកំព្រាមិនបាច់ដើរលក់កាសែតរាល់ថ្ងៃទៀតទេទៅដល់ទីនោះមានគេមើលថែរឿងហូបចុកឯងរាល់ថ្ងៃហើយត្រូវឲ្យឯងថែមទាំងអាចមើលតុកតារបស់ឯងបានរាល់ថ្ងៃទៀតផងអាដៃបានរើសហើយក៏ស្រឡាំងកាំងបន្ទាប់មកក៏ប្រញាប់ញ៉ាំបាយឲ្យលឿនជាងមុនប៉ុន្តែនៅតែមិនព្រមហើបមាត់និយាយអ្វីទាំងអស់ព្រឹកព្រលឹមថ្ងៃបន្ទាប់នោះមកពីមណ្ឌលកុមារកំព្រាបានមកទទួលអាដៃដាច់ខាត់មិនព្រមឡើងឡានទៅឡើយក្នុងមាត់នៅតែស្រែកមិនឈប់ថាលក់នំប៉័ងអ្វីដែលគេធ្វើបែបនេះគឺដោយសារតែមិនចង់ចាក់ចេញពីផ្ទះឬតែមិនចង់ចាក់ចេញពីលោកយាយមីងវ៉ាងខ្លាចអាដៃធ្វើរឿងឈួតក៏ប្រញាប់ដេញតាមទៅក្រៅនឹកស្មានមិនដល់ថាជាបានឃើញទស្សនវិជ្ជាដែលមីងអ៊ូកំពុងមើលថែអាដៃយ៉ាងទន់ភ្លន់ទៅថ្ងៃមុខមីងអ៊ូគឺជាសាច់ញាតិរបស់អ្នកហើយមីងវ៉ាងបានឃើញទស្សនវិជ្ជានេះហើយក៏ញឹមដោយក្តីរំភើបពេលយប់ក៏បានទៅរកមីងអ៊ូហើយបានរៀបរាប់ពីស្ថានភាពរបស់អាដៃប្រាប់គាត់ស្មានមិនដល់ថាមីងអ៊ូមិនត្រឹមតែមិនរើសអើងអាដៃប៉ុណ្ណោះទេថែមទាំងបានសន្យាជាមួយមីងវ៉ាងទៀតគាត់នឹងមើលថែអាដៃឲ្យបានល្អជាមិនខានគឺបែបនេះឯងអាដេតាមខ្ញុំទៅអ្នកអាចទុកចិត្តបានហើយខ្ញុំនឹងមិនឲ្យគាត់ចាញ់ព្រៀបគេឡើយបែបនេះហើយក្រោមការមើលថែរបស់មីងវូសិនស្នាមញឹមបានលេចឡើងលើផ្ទៃមុខរបស់អាដេម្ដងទៀតទោះបីជាអាដេមិនចេះធ្វើម្ហូបពេលព្រឹកញ៉ាំបបរនិងជ្រក់ប៉ុន្តែឲ្យតែដល់ពេលថ្ងៃត្រង់មីងវូសិនតែងតែធ្វើម្ហូបដែលអាដេចូលចិត្តថ្ងៃនេះមានបរិសម្នាក់បើកឡានទំនើបមកបង្កបញ្ហាបន្ទាប់ពីទិញប៉ោមួយថងពីមីងវូសិនគាត់ទូចង់ឲ្យខ្វះ6កាក់មីងវូសិននិងបរិសម្នាក់នោះក៏បានឆ្លោះប្រកែកគ្នាបើកឡានល្អយ៉ាងនេះបែរជាមកប្រកាន់នឹងខ្ញុំរឿងប៉ុណ្ណឹងខ្ញុំបើកឡានអ្វីវាមានពាក់ព័ន្ធអីនឹងការទិញប៉ោមខ្ញុំគ្រាន់តែលើកឧទាហរណ៍ប៉ុណ្ណោះបានហើយពីរៀប6កាក់របស់ខ្ញុំរកស៊ីតូចតាចបរិសនោះបានក្រវែងប៉ោមទៅលើដីទាំងខឹងសម្បាឃើញមីងវូសិនត្រូវគេធ្វើបាបអាដេនក៏ស្ទុះទៅរារាំងផ្លូវបរិសម្នាក់នោះភ្លាមជ្រូកតើមានរឿងអ្វីកើតឡើងហ្នឹងឯងមើលចុះសើចដូចមនុស្សល្ងងអញ្ចឹងមើលឯងចុះចេញឲ្យឆ្ងាយទៅក្នុងចំណោមសម្លេងជាតិប្រតិចរបស់ស្ព្រិងក្រោយអាដៃនៅតែសុំបានលុយ6កាក់នោះមកវិញបន្ទាប់ពីសម្លឹងមើលអាដៃរើផ្លែប៉ោមនៅលើដីក្នុងចិត្តមីង5មានអារម្មណ៍ច្របូកច្របល់ជាខ្លាំងប្រសិនបើអាដៃមិនមានជំងឺទេវានឹងល្អណាស់គួរឲ្យស្ដាយឥឡូវនេះគេគ្មានទីពឹងឡើយលោកយាយតែម្នាក់គត់របស់គេក៏បានចែកឋានទៅតាមផ្លូវត្រឡប់ទៅវិញ5បានសម្លឹងមើលស្បែកជើងទាត់ដែលសិតដាច់អស់របស់អាដៃរួចក៏មើលទៅទឹកមុខដ៏ល្ងងខ្លៅនិងអៀនខ្មាស់របស់អាដៃដូច្នេះហើយដោយក្តីអាណិតគាត់ក៏បានជួយដូរស្បែកជើងកីឡាមួយគូបីជាវាមិនមែនជាម៉ាកល្បីក៏ដោយប៉ុន្តែបន្ទាប់ពីពាក់ពីហើយអាដៃសប្បាយចិត្តដូចជាក្មេងអញ្ចឹងគេលោតចុះលោតឡើងនៅជុំវិញមីង5នៅពេលមីង5ឃើញអាដៃធ្វើខ្លួនល្ងងបែបនេះគាត់ក៏សើចសប្បាយតាមគេដែរបន្ទាប់ពីត្រឡប់មកដល់ស្បែកជើងថ្មីនៅលើជើងរបស់គាត់រួចក៏សើចមិនឈប់ម្ដងទៀតបន្ទាប់មកហាក់ដូចជាគាត់នឹកឃើញអ្វីម្យ៉ាងក្នុងទូខោអាវគាត់បានរកឃើញឱកាសដែលលោកយាយស្រឡាញ់បំផុតកាលពីនៅរស់ថ្ងៃបន្ទាប់គាត់បានអបពីនៅក្នុងដៃយ៉ាងអាក់កំបាំងបន្ទាប់ពីទៅដល់តូបគាត់បានហុចវាឲ្យមីង5ទាំងញ៉ាំមីង5ឃើញហើយក៏សើចបិទមាត់មិនចិត្តភ្លាមប៉ុន្តែគាត់នៅតែពាក់ឱកាសនោះចូលកូនម្នាក់នេះឯងចង់ឲ្យយើងស្អុះរហូតកាត់កន្ទួលកម្ដៅមែនទេហា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 នៅពេលនេះមីង5សប្បាយចិត្តដូចជាក្មេងម្នាក់គាត់ខកខានជាច្រើនឆ្នាំមកហើយតែមិនបានជួបប្រទះនៅសេចក្តីសុខដ៏សាមញ្ញបែបនេះគាត់គិតក្នុងចិត្តថាបើខ្លួនមានកូនប្រុសល្អបែបនេះតើវាល្អយ៉ាងណាទៅប៉ុន្តែមិនយូរប៉ុន្មានជីវិតដ៏មានសេចក្តីសុខក៏ត្រូវបានបំផ្លាញភ្លាមថ្ងៃនោះស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំងមីង5កំពុងរៀបចំទុកដាក់ទុកស្រាប់តែមានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំងឈឺខ្លាំងរហូតនៅក្នុងមិនរួចនៅពេលដ៏សំខាន់អាដៃបែរជាមើលទៅឆ្លាតណាស់ស្រែកហៅតាក់ស៊ីមិនឈប់ក្នុងពេលកំពុងភ្លៀងហើយបានជួយគ្រីអ៊ូសិនឡើងឡានជាមួយអ្នកបើកបរមុនពេលចេញទៅអ៊ូសិនបានតាមផ្ញើយ៉ាងច្បាស់ឲ្យអាដៃជួយមើលតុកផ្លែឈើឲ្យបានល្អដោយសារតែសម្ដីមួយម៉ាត់នេះរបស់អ៊ូសិនអាដៃបានយាមនៅតុកនោះអស់មួយថ្ងៃមួយយប់រហូតដល់ល្ងាចថ្ងៃបន្ទាប់នៅតែមិនឃើញស្រមោលរបស់អ៊ូសិនពេលនោះមានប្តីប្រពន្ធមួយគូបានដើរមកមិននិយាយអ្វីច្រើនក៏រៀបចំប្រមូលតុកចេញអាដៃបានចូលទៅរារាំងតែបែរជាត្រូវពួកគេជឿថាតើឯងឈួតមែនទេគួរឲ្យធុញណាស់ថយចេញទៅតាមពិតពួកគេគឺជាកូនប្រុសនិងកូនប្រសាររបស់អ៊ូសិនព្រឹកព្រលឹមថ្ងៃបន្ទាប់អាដៃបានមកដល់មាត់ច្រកដឿងហែមគេបានរងចាំយ៉ាងយូរតែនៅតែមិនឃើញស្រមោលរបស់អ៊ូសិនសោះនៅក្នុងថ្ងៃបន្ទាប់មកទៀតអាដៃលក់កាសែតម្នាក់ឯងយ៉ាងឯកោផ្ទៃមុខរបស់គេគ្មានស្នាមញឹមម្ដងទៀតឡើយក្នុងចិត្តរបស់គេចាប់ផ្ដើមបារម្ភពីអ៊ូសិនដោយមិនដឹងខ្លួនព្រោះនៅក្នុងលោកនេះក្រៅពីលោកយាយគឺមានតែអ៊ូសិនទេដែលល្អចំពោះគេបំផុតនេះគេបានរៀបចំទុកដាក់របស់លោកហើយបានទៅរកផ្ទះរបស់អ៊ូសិនប៉ុន្តែបែរជាឃើញតែទេដែលធ្លាប់ស្គាល់ស្រាប់តែមានអារម្មណ៍អស់សង្ឃឹមភ្លាមពេលនោះប្តីប្រពន្ធមួយគូកាលពីលើកមុនបានដើរចេញពីផ្ទះអាដៃដឹងថាពួកគេគឺជាសាច់ញាតិរបស់អ៊ូសិនក៏បានលួចដើរតាមពីក្រោយយ៉ាងស្ងៀមស្ងាត់រហូតទៅដល់មន្ទីរពេទ្យអាដៃក៏ចង់ចូលទៅមើលដែរប៉ុន្តែត្រូវបានគេលានុបដ្ឋាយិកាដែលប្រចាំការស្មារតីចេញកាសែតលើកនេះអាដៃមិនបានចាក់ចេញទៅណាទេគេបានលួចពួននៅពីក្រោយជញ្ជាំងដោយចង់លួចចូលទៅខាងក្នុងនៅពេលដែលគ្មានមនុស្សប៉ុន្តែដោយអចេតនាបានលួចជាការសន្ទនារវាងកូនប្រុសនិងកូនប្រសាររបស់មីង5ទៅមីង5មានជំងឺគ្រោះក្នុងប្រមាត់ត្រូវការលុយជាបន្ទាន់ដើម្បីវះកាត់ប៉ុន្តែកូនប្រសារស្រីចេះតែអ៊ូតមិនព្រមចេញលុយតតែសោះតែមីងតូចរបស់អ្នកមិនបាននិយាយថានឹងជួយពី000ទេអីមីងតូចបានយល់ព្រមហើយប៉ុន្តែស្ថានភាពគ្រួសាររបស់ពួកគេអ្នកមិនមែនថាមិនដឹងឯណាស៊ីវៃទៅតែចូលរៀនមហាវិទ្យាល័យជាពេលដែលត្រូវចំណាយលុយច្រើនម្យ៉ាងទៀតប្តីរបស់មីងតូចក៏បាត់បង់ការងារធ្វើដែរពួកយើងមិនមែនថាមិនសងគាត់វិញឯណាបងថ្លៃវះកាត់សិនទៅប្រញាប់ធ្វើការវះកាត់ឲ្យលឿនទៅបើមិនអញ្ចឹងទេស្នាក់នៅមួយថ្ងៃអស់លុយមួយតែពេលមីងតូចមកដល់គាត់បែរជានិយាយថាគ្រួសារគាត់គ្មានអ្វីហូបឡើយគ្រួសារទាំងពីរចាប់ផ្ដើមរុញដាក់គ្នាទៅវិញទៅមកមួយរំពេចនោះមីង5ស្រាប់តែខ្លាចជាមនុស្សដែលគ្រប់គ្នាស្អប់ខ្ពើបន្ទាប់ពីអាដៃបានរឿងទាំងនោះដូចជាយល់ថាជំងឺរបស់មីង5ពិតជាធ្ងន់ធ្ងរគាត់បានលួចចូលទៅក្នុងខណៈពេលដែលគេលានុបដ្ឋាយិកាមិនបានរកឃើញវូសិនឃើញរូបរាងដ៏ព្រួយបារម្ភរបស់អាដេស្នាមញឹមបន្តិចបានលេចឡើងនៅលើផ្ទៃមុខដ៏ទន់ខ្សោយរបស់វូសិនអាដេមិនអីទេមិនបានកើតជំងឺដែលគំរាមកំហែងដល់អាយុជីវិតនោះទេគ្រាន់តែធ្វើការវះកាត់ទៅគឺមិនអីទេវានឹងប្រសើរឡើងវិញនៅពេលនោះគ្រូពេទ្យក៏បានដើរចូលមកដែរជំរុញឲ្យវូសិនប្រញាប់បង់ប្រាក់សម្រាប់ការវះកាត់វូសិននិយាយថាគ្រួសាររបស់គាត់កំពុងប្រមូលប្រាក់ហើយបន្ទាប់ពីគ្រូពេទ្យចេញទៅវូសិនងាកក្រោយមើលប៉ុន្តែមិនឃើញវត្តមានរបស់អាដេឡើយស្រាប់តែមានអារម្មណ៍ខកចិត្តភ្លាមចំណែកឯអាដេវិញបានប្រញាប់ប្រញាល់ត្រឡប់ទៅផ្ទះវិញដោយមិនឈប់យូរប៉ុន្មានគាត់ក៏បានត្រឡប់មកមន្ទីរពេទ្យវិញតាមពិតទៅគាត់បានយកប្រាក់ទាំងអស់ដែលបានមកពីការលក់កាសែតមកសម្លឹងមើលក្រដាសប្រាក់រៀលនីមួយហើយក៏សម្លឹងមើលទៅអាដេដែលកំពុងញ៉ាំបាច់ឈួរវូសិនស្រាប់តែឡើងក្រហមភ្នែកភ្លាមគាត់ប្រហែលជាមិនដែលនឹកស្មានដល់ក្នុងមួយជីវិតនេះទេសូម្បីតែគ្មានទំនាក់ទំនងឈាមជ័រជាមួយគាត់បែរជាខ្លាចជាចម្បាំងចុងក្រោយដែលជួយសង្គ្រោះជីវិតរបស់គាត់មិនយូរប៉ុន្មានវូសិនក៏បានចេញពីមន្ទីរពេទ្យបានយកអាដេមកផ្ទះដើម្បីរស់នៅជាមួយគ្នាហើយចេញទៅលក់ដូរជាមួយគ្នាជារៀងរាល់ថ្ងៃវូសិនក៏បានចាត់ទុកអាដេយ៉ាងពេញដូចជាកូនបង្កើតរបស់ខ្លួនដើម្បីមើលថែទាំចាប់ពីពេលនោះមកជីវិតរបស់អ្នកទាំងពីរក៏កាន់តែប្រសើរឡើងជាលំដាប់ខ្សែភាពយន្តចប់ត្រឹមនេះផ្លែឈើស្រស់មកហើយចាខ្វេ show up ក្រសោបរាល់គ្រប់បែបផែននៃជីវិត